ខ្ញុំឲ្យគំនិតមួយថ្មីទៅទៀតទៅចុះឧទាហរណ៍ការវិវត្តនៃស្ថាបត្យកម្មខ្មែរស្ថាបត្យកម្មខ្មែរយើងនិយាយអំពីសំណង់ប្រាសាទបុរាណចឹងណាព្រោះអានេះស្ថាបត្យកម្មខ្មែរដែលយើងរកឃើញនៅសប្តាហ៍ថ្ងៃនេះមានតែប្រាសាទបុរាណទេបើផ្ទះដែលធ្វើអំពីឈើធ្វើអំពីអីវាពុកផុយខូចអស់ហើយយើងមើលការវិវត្តនៃស្ថាបត្យកម្មខ្មែរបុរាណហ្នឹងវាតាក់ទងអីវាតាក់ទងនឹងសាសនាវាតាក់ទងជំនឿទំនៀមទម្លាប់ហ្នឹងហើយការវិវត្តនៃសំណង់ប្រាសាទបុរាណខ្មែរយើងឃើញមានការវិវត្តធំពីរដងការវិវត្តទី1គឺមុនសម័យអង្គរមុនសម័យអង្គរយើងឃើញមាន4រចនាបថនេះទុកជា style ទុកជារចនាបថឲ្យអ្នកស្ថាបត្យករខ្មែរក្រោយមកសិក្សារចនាបថទី1គឺរចនាបថភ្នំដាតែជានៅចុងនៃសម័យនគរភ្នំរចនាបថទី2គឺរចនាបថសម្បូរដែលនៅក្រុមប្រជុំសម្បូរប្រាសាទព្រៃគុកប្រាសាទសម្បូរព្រៃគុកហ្នឹងសម្បូរព្រៃគុកមិនមែនប្រាសាទមួយទេណាមានប្រាសាទ130ចែកជា3ក្រុមកណ្ដាលក្រុមជើងក្រុមត្បូងអាហ្នឹងក្រុមទី2ដែលគេមើលទៅផ្ដែគេមើលទៅសពពេជ្រគេមើលទៅហោជាងដែលវាក្បាច់អចនាដូចយើងសពថ្ងៃយើងថាបរិយពេញហួតបរិយពិភពថ្មី style សង់វាផ្សេងគ្នារចនាបថទី3គឺរចនាបថឃ្លាំងរចនាបថទី4គឺរចនាបថកំពង់ព្រះនេះយើងឃើញដានវិវត្តនៃសំណង់ស្ថាបត្យកម្មរបស់ខ្មែរតាមរយៈជំនឿសាសនានឹងឯងអញ្ចឹងសាសនាមិនមែនផ្ដល់ត្រឹមតែអក្សរសិល្ប៍និងសិល្បៈទេតាំងពីស្ថាបត្យកម្មតាំងពីសេដ្ឋកិច្ចតាំងពីនយោបាយតាំងពីការគ្រប់គ្រងពីដើមមកវាពឹងផ្អែកទៅលើសាសនាយើងមើលមកសម័យកាលទី2គឺសម័យកាលអង្គរសម័យកាលអង្គរយើងមានឃើញការវិវត្តស្ថាបត្យកម្ម9ការវិវត្តស្ថាបត្យកម្មទី1គឺរចនាបថគូលែនដែលមាននៅប្រាសាទអារាមរោងច័ន្ទនៅភ្នំគូលែនដែលព្រះបាទជ័យវរ្ម័នទី2កសាងនៅឯងហើយរចនាបថទី2គឺរចនាបថព្រះគោគឺនៅក្នុងរាជព្រះបាទឥន្ទ្រវរ្ម័នទី1រចនាបថព្រះគោគឺមានលក្ខណៈពិសេសណាស់មានប្រាង្គ6កសាងលើខឿនតែមួយហើយមិនមែនមានតែមួយទេមានប្រាសាទច្រើនដូចជាព្រះគោលលីអីហ្នឹងហើយរចនាបថទី3គឺរចនាបថបាខែងយើងឃើញម្ដងបាខែងគឺបព្វបុរសខ្មែរចេះកសាងអំពីថ្មភក់ធំហើយកសាងលើភ្នំតែរចនាបថព្រះគោយើងក៏នៅកសាងអំពីដីឥដ្ឋដុតនៅឡើយទេហើយរចនាបថបាខែងមិនមែនមានតែប្រាសាទបាខែងមួយទេមានប្រាសាទភ្នំបូកប្រាសាទភ្នំក្រោមហើយនៅកសាងនៅក្នុងរាជព្រះបាទយសោវរ្ម័នទី1ក្នុងរាជយសោវរ្ម័នទី1មានការរីកចម្រើនលឿនណាស់ផ្នែកស្ថាបត្យកម្មទោះទី1ប្រាសាទលលៃរបស់លោកនៅក្នុងរចនាបថព្រះគោទី2បាខែងគឺរចនាបថទី3រចនាបថទី4ហ្នឹងគឺក្រោយពីបុត្រលោកទៅដល់ប្អូនថ្លៃលោកទេគឺព្រះបាទជ័យវរ្ម័នទី4គឺរចនាបថកោះកេរយើងឃើញកោះកេរឃើញនៅហៅជាងគូវាវត្តមករៀងគូខ្យងហើយសឹងតែដល់ព្រះវិហារដែលយើងល្អផ្សាយហ្នឹងគឺហៅជាងឲ្យវិវត្តទៅគូខ្យងទៅហើយទៅវងមូលហ្នឹងរចនាបថទី5គឺរចនាបថបន្ទាយស្រីគឺក្នុងរាជចន្ទវរ្ម័នទី2រចនាបថទី6រចនាបថឃ្លាំងរចនាបថទី7នេះគឺរចនាបថបាពួននៅក្នុងរាជព្រះបាទសូរ្យវរ្ម័នទី1និងឧទយាទិត្យវរ្ម័នទី2ហើយរចនាបថទី7កាន់តែមានការវិវត្តលឿនហើយគឺរចនាបថអង្គរហើយរចនាបថចុងក្រោយគេបំផុតគឺរចនាបថបាយ័នយើងឃើញកន្លែងណាមានប្រមុខ4ទាំងអស់សិតតែជារចនាបថបាយ័នតែយើងសួរតែផុតក្រោយហ្នឹងមកនៅប៉ុន្តែយើងលែងកសាងប្រាសាទហើយព្រោះយើងផ្លាស់ប្ដូរពីព្រហ្មញ្ញសាសនាយើងងាកពីពុទ្ធសាសនាមហាយានយើងងាកមកពុទ្ធសាសនាថេរវាទពុទ្ធសាសនាថេរវាទមានអីជាសំខាន់គឺចេតិយអញ្ចឹងបានយើងឃើញក្រោយពីអង្គរមកនេះរចនាបថដែលចាប់បន្ទាប់មកគឺចេតិយហើយចេតិយដែលចាស់ជាងគេបំផុតនៅភ្នំពេញយើងឯងវត្តភ្នំចេតិយពញ្ញាយ៉ាតហ្នឹងណាតាំងពីសតវត្សទី15មកអានេះជាចេតិយមួយចាស់ជាងគេបំផុតហើយនឹងវាជាការប្រែប្រួលរហូតសូម្បីតែនៅក្នុងសំណង់ព្រះវិហាររបស់ខ្មែរនេះក៏យើងអាចจะសិក្សាអំពីរចនាបថសំណង់ដែរព្រះវិហារតែខ្ញុំរកឃើញព្រះវិហារតឡែងកែងព្រះវិហារតឡែងកែងក៏សាងជាការ៉េទេតែខុសពីព្រះវិហារដទៃទៀតក៏សាងជាចតុកោណកែងដែលតឡែងកែងការ៉េ4ជ្រុងស្មើអញ្ចឹងនេះអ្នកស្ថាបត្យកម្មហ្នឹងគួរតែសិក្សាអំពីការវិវត្តនៃសំណង់ដែលមានជាប់តាក់ទងនឹងជំនឿសាសនាហើយបើយើងសិក្សាអំពីនគររូបនីយកម្មវិញកាន់តែវិសេសវិសាលមែនទែន
លោកស្រីទៅមើលសំណង់រាជធានីអង្គរតើគេទុក space ទីក្រុងរបៀបមិនគេទុកការផ្លូវទឹកខូរបៀបមិនគេទុកទីប្រជុំជនរបៀបមិនគឺល្អណាស់ព្រោះមនុស្សរស់នៅត្រូវការខ្យល់អាកាសបើយើងសង់អស់ space អីវាអស់ខ្យល់អាកាសអញ្ចឹងយើងអាចនិយាយបានរាជធានីខ្មែរយើងផ្ដើមគេហៅថារាជធានីអូឈៀនដែលរាជធានីអូឈៀនយើងឃើញតាំងពីសំណង់រាជធានីនៅវត្តភូដូច្នេះខ្មែរយើងនៅច្រើនណាស់ដែលបុព្វបុរសយើងបានបន្សល់ទុកមរតកឲ្យដូច្នេះក្នុងនាមជនជាខ្មែរអាការអប់រំនឹងគួរតែកត់ត្រាចងក្រងទុកជាក្បួនជាខ្នាតរបស់យើងទុកឲ្យកូនចៅជាន់ក្រោយយល់ដឹងថាបុព្វបុរសរបស់ខ្លួននេះជាជាតិសាសន៍មួយធំខាងណាស់ប្រាសាទព្រះវិហារមែនតែនការរួមផ្សំដោយព្រះមហាក្សត្រខ្មែរច្រើនអង្គ5ឬ6អង្គនោះដូច្នេះយើងចាត់ទុករចនាបថហ្មងអត់បានទេប្រាសាទព្រះវិហារដំបូងមហិតចាប់ផ្ដើមដោយព្រះបាទយសោវរ្ម័នទី1ចា៎ទេណាព្រះអង្គគ្រាន់តែយកសិវលឹងមួយទៅកង្កល់នោះទេដល់ក្រោយមកបានមានជ័យវរ្ម័នទី5មាននឹងសូរ្យវរ្ម័នទី1សូរ្យវរ្ម័ន2អញ្ចឹងវាអត់ទៅក្នុងរចនាបថវាការសាងបន្តគ្នា